សួរដល់អតិថិជនសិនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូ class A មួយដែលថ្មីមួយគ្រឿងដែលចង់បង្ហាញដល់អ្នកទាំងអស់គ្នាប្រសិនបើលោកអ្នកកំពុងតែត្រូវការប្រភេទទូ class A ដែលទូលាយនោះវីដេអូនេះត្រូវសម្រាប់អ្នកហើយស្ដាំដៃខ្ញុំនេះគឺជាទូ class A model SFN 0500ដែល design ឡើងមកមានសភាពធំទូលាយនិងមានកម្រាស់ទូក្រាស់ថែមទៀតអ្វីដែលសំខាន់គឺវារំលេចទៅដោយ tight control នៅលើទ្វារទូផងដែរដែលគួរចាប់អារម្មណ៍ខ្លាំងមែនទែនបើយើងកលេចទៅមើលទំហំទូនេះគឺមានប្រវែងបណ្ដោយ700 មីលីម៉ែត្រទទឹង730 មីលីម៉ែត្រនិងកម្ពស់ប្រវែង1720 មីលីម៉ែត្របើយើងធៀបទៅនឹងទូផ្ដេកគឺវាមានសភាពធំទូលាយជាងខ្លាំងមែនទែនបើយើងនិយាយពីសមត្ថភាពវិញទូនេះគឺមានដំណើរការត្រជាក់រហូតដល់14ដល់22អង្សាប៉ុន្តែវាក៏អាចដំណើរការរហូតដល់25អង្សាប្រសិនបើយើងប្រើប្រាស់ទៅលើ Super Mode និយាយអំពីកម្រិតថាមពលទូនេះស៊ីភ្លើងត្រឹមតែ 1.10 គីឡូវ៉ាត់ក្នុងមួយថ្ងៃបើយើងធៀបទៅនឹងទូផ្សេងទៀតគឺវាស៊ីតិចខ្លាំងមែនទែនបើយើងនិយាយពីក្នុងទូវិញនៅពេលដែលយើងបើកទ្វារទូមកយើងនឹងឃើញថ្នាក់តូចៗនៅជាប់នឹងទ្វារដែលយើងហៅថា balcony ដែលអាចឲ្យអ្នកទាំងអស់គ្នាអាចដាក់អីវ៉ាន់តូចៗបានផងដែរចំណែកខាងក្នុងបងប្អូននឹងមានឃើញអំពូល LED មួយនៅផ្នែកខាងលើនិងកញ្ច្រែង4ធ្នើមួយនៅផ្នែកខាងក្រោមសម្រាប់ដាក់អីវ៉ាន់ទូនេះមានការអាប់ដេតខ្លាំងមែនទែនគឺវាខុសពី model ចាស់ៗរបស់យើងគឺវាបានអាប់ដេតទៅលើ Tight Control ថ្មីដែលអាចឲ្យយើង set អង្សាបានថែមទៀតផងហើយទំហំក៏ខុសគ្នាផងដែរនិយាយរួមទៅទូ Class A model SFN 0500គឺវាមានលក្ខណៈស៊ីវិល័យជាង model ទូចាស់បើនិយាយពីតម្លៃគឺល្អខ្លាំងមែនទែនបើបងប្អូនចង់ដឹងព័ត៌មានបន្ថែមសូមតាក់ទងមកកាន់ Facebook page Sedent in the Cool Cambodia ឬ comment មកកាន់ខាងក្រោមវីដេអូនេះសរុបមកវិញបើសិនជាបងប្អូនមានតម្រូវការប្រភេទទូ Class A កក់សុទ្ធអាចពិចារណាទៅលើទូ model មួយនេះបានជាចុងក្រោយសូមអរគុណសូមជម្រាបលា